ស្ត្រីខ្មែរដែលពិការដៃម្ខាងដែលសមត្ថកិច្ចថៃគាត់ខ្លួនថ្ងៃមុនត្រូវអាជ្ញាធរថៃដាក់ក្នុងបញ្ជីខ្មៅហាមឃាត់មិនឲ្យចូលទៅប្រទេសថៃជារៀងរហូតស្ត្រីខ្មែរដែលពិការដៃម្ខាងដែលសមត្ថកិច្ចថៃគាត់ខ្លួនរយៈពេល2យប់ដោយចោទប្រកាន់ថាចូលទៅប្រទេសថៃដោយខុសច្បាប់ត្រូវបានអាជ្ញាធរថៃដាក់ក្នុងបញ្ជីខ្មៅហាមឃាត់មិនឲ្យចូលទៅក្នុងប្រទេសថៃជារៀងរហូតនាពេលអនាគតនេះបើតាមការចុះផ្សាយពីកាសែត The Nation របស់ថៃ The Nation ចុះផ្សាយថាអ្នកស្រីក៏ត្រូវបានដាក់ឈ្មោះក្នុងបញ្ជីខ្មៅរបស់អន្តោប្រវេសន៍ថៃក្នុងនាមជាការគំរាមកំហែងដល់សន្តិសុខជាតិដែលធ្វើឲ្យអ្នកស្រីត្រូវបានហាមឃាត់ជាអចិន្ត្រៃយ៍មិនឲ្យចូលប្រទេសនេះឡើងវិញនៅថ្ងៃទី27មិថុនាអ្នកស្រីនិងមនុស្សជាច្រើនទៀតត្រូវបានសមត្ថកិច្ចថៃដកតាមឡានបញ្ជូនចេញទៅកម្ពុជាវិញហើយអ្នកស្រីថ្លែងថាអ្នកស្រីនឹងមិនត្រឡប់ទៅប្រទេសថៃវិញទេអំឡុងពេលភាគីថៃឃាត់ខ្លួនរដ្ឋបាលខេត្តបន្ទាយមានជ័យអាជ្ញាធរមូលដ្ឋាននិងអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវបានខ្នះខ្នែងដើម្បីទទួលបានការដោះស្រាយជាមួយភាគីថៃរហូតគេដោះលែងស្ត្រីទាំងពីរដែលក្នុងនោះក៏មានអ្នកស្រីវ៉ាណារីផងដែរឲ្យបានត្រឡប់មកកម្ពុជាវិញ